សួស្តីបងប្អូនឥឡូវខ្ញុំបាទសូមសារភាពណាខ្ញុំបាទចង់និយាយថាគឺខ្ញុំបាទមិនមែនកូនកាយ3ទេខ្ញុំបាទពេលហ្នឹងខ្ញុំបាទខឹងមួយឆាវខ្ញុំបាទនិយាយលេងទេខ្ញុំបាទជាកូនអ្នកខ្សែចំការម្នាក់សួស្តីប៉ែនបងប្អូនក្នុង TikTok ទាំងអស់គ្នាឥឡូវខ្ញុំបាទចង់និយាយថាចាខ្ញុំបាទសុំទោសរកកំហុសថាខ្ញុំបាទជាកូនកាយ3មានកំភ្លើងគឺខ្ញុំបាទមានកំភ្លើងអីទេខ្ញុំបាទសុំទោសសុំកម្រាស់ទោសឲ្យខ្ញុំបាទថ្ងៃក្រោយនឹងលេងឲ្យមានរឿងនឹងកាត់ឡើងដល់សង្គមជាតិដល់ថ្នាក់ដឹកនាំទៀតហើយខ្ញុំបាទសន្យាថាចុះឲ្យបងប្អូនគេថាចេញវីដេអូចេះខ្ញុំបាទថ្ងៃក្រោយខ្ញុំបាទលេងមានហើយខ្ញុំបាទសុំទោសថ្ងៃក្រោយលេងមានហើយខ្ញុំបាទនឹងថ្ងៃក្រោយនឹងសម្ដែងបង្កើត account ថ្មីខ្ញុំបាទនឹងសម្ដែងជីវីដេអូល្អហើយនឹងសន្យាឲ្យបងប្អូនថាឈប់ចេះទៀតហើយថ្ងៃខ្ញុំបាទមានម៉ូតូស្គូពីប៉ាខ្ញុំមានឡានហើយប៉ាខ្ញុំធ្វើផ្កាយ3វ៉ាវខ្ញុំបាទចង់និយាយថាអាចុយម្លាយដែលកាត់តោខ្ញុំបានណាឥឡូវប៉ាខ្ញុំបាទសាយជ្រាវតាមដានវារកមុខវាឲ្យចាប់វាដាក់គុកឬក៏បាញ់ចោលបងប្អូនតាចដល់ហើយលោកអើយតាចខ្លាំងមែនតើណាឥឡូវប៉ាខ្ញុំលវសិនប៉ាខ្ញុំកាយ3ហើយម៉ាក់ខ្ញុំរងថ្ងៃគឺគាត់លក់ដូរនៅផ្សារសួងគឺគាត់លក់អីវ៉ាន់លក់លេគ្រឿងកោបទឹកអបអីហ្នឹងណាបងប្អូនផ្ទះខ្ញុំបាត់គឺផ្ទះថ្មគឺផ្ទះល្បីអត់មានផ្ទះសួស្តីបងប្អូនឥឡូវខ្ញុំបាទសូមសារភាពណាខ្ញុំបាទចង់និយាយថាគឺខ្ញុំបាទមិនមែនកូនកាយ3ទេខ្ញុំបាទពេលហ្នឹងខ្ញុំបាទខឹងមួយឆាវខ្ញុំបាទនិយាយលេងទេខ្ញុំបាទជាកូនអ្នកខ្សែចំការម្នាក់ខ្ញុំបាទចង់និយាយប្រាប់បងប្អូននឹងមួយគឺខ្ញុំបាទចង់និយាយថាបើអ្នកណាស្ម័គ្រចិត្តមកធ្វើប្រពន្ធខ្ញុំបាទនឹងគេងអោបថើបគេឲ្យកក់ក្ដៅហ្មងបាយយកអូនទៅខុសទេហើយបើអូនទាំងអស់គ្នាស្រឡាញ់បងទុកបងជាប្តីមែនចង់រៀបការជាមួយបងមែនខមមិនមកទុកចោលមកសិនណាអូនណាបងរវល់ធ្វើការសិនណាបងអត់តបានតបទេចាំថ្ងៃចាំបងតបនិយាយថាឮថាបងសុខានោះក៏ចង់បានប្រពន្ធមែនហាហ្នឹងហើយមានបងប្អូនមួយចំនួនគាត់ខមមិនគាត់កាត់តវីដេអូគាត់លេងអាក្រក់ពេកគឺគាត់ជេរម៉ែឪណាបងស្អប់ពួកប្រុសហ្មងនិយាយទៅស្អប់ពួកអាប្រុសវាកាត់តមួយបងប្លុកវាណាវាប្រឹងកាត់តជាមួយបងណាអត់បងអត់យល់ទេនេះភូខួរក្បាលពួកវាដឹងមិនចាំនិយាយថាបងសុខាឯងមិនបាច់ខ្វល់ទេណាហើយថាគេមិនពេញចិត្តគឺគេខមមិនជេរយើងចឹងហើយមិនបាច់ខ្វល់ទេហើយចាំនិយាយថាបងឯងចង់បានប្រពន្ធណាខ្ញុំនៅមែនបងស្រីខ្ញុំម្នាក់ណាអាយុ28ហើយស្អាតទៀតណាចាំនិយាយថាបើសិនជាបងឯងឈរនោមឲ្យផិតពីជើងបាន1ម៉ែត្រណាខ្ញុំលើកបងស្រីខ្ញុំឲ្យមិនគិតថ្លៃទឹកដោះសំបីតែ100ខ្មែរណាហើយវីដេអូមួយហ្នឹងបើណៃបានឃើញឆប់ទៅលើហើយទៅបីបង5ម៉ាត់បងនំឈបាញ់បាន10ម៉ែត្រ20ម៉ែត្រ100ម៉ែត្របងជាប្រើអំទង10ម៉ាត់ចង់បាញ់100 1000ម៉ែត្រក៏ដោយឈប់ប្រយ័ត្នណាផ្សេងបងនេះតកឥឡូវហូបអីនៅព្រឹកឡើងបងប្អូនបានហូបអីនៅ